បាទគោរពជំរាបសួរប្រិយមិត្តទូទស្សនិកជនដែលនិយមតាមដានទស្សនានៃការផ្សាយផ្ទាល់របស់អង្គភាព TK Hot News ផងដែរហើយគណៈវេលាស្មើនេះគឺម៉ោង 11:45 នាទីមុននេះយើងទទួលបានព័ត៌មានបឋមថាកម្លាំងប្រឆាំងការជួញដូរមនុស្សនិងការពារអនិច្ចជនបានចុះបង្ក្រាបទីតាំងបាបារាំងមកកន្លែងដែលលួចបង្កប់នៅសេវាកម្មផ្លូវភេទណាបងប្អូនប្រិយមិត្តទស្សនិកជនយើងដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ110ក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញរាជធានីភ្នំពេញនេះក៏ព័ត៌មានបឋមដែលយើងទទួលបានទេបងប្អូនប្រិយមិត្តយើងហើយយើងឃើញថាសមត្ថកិច្ចបានចងខ្សែឡោមព័ទ្ធគឺពីរទីតាំងដែលឈ្មោះមានឈ្មោះកាទ្រីតសេមបាហើយនឹងមួយទៀតកាទ្រីតបេនស្អីគេទេបងប្អូនបេនអេសបាដែរបាទដែលមានទីតាំងគឺជាប់គ្នាម្លងតែមួយផ្ទះទេបងប្អូនយើងនេះគឺផ្ទះនេះមួយហើយនឹងផ្ទះនោះដែលកម្លាំងបាទសមត្ថកិច្ចកំពុងតែធ្វើការឡោមព័ទ្ធហើយកំពុងតែធ្វើការនៅខាងក្នុងបងប្អូនប្រិយមិត្តយើងជុំវិញពាក់ព័ន្ធនឹងករណីពីរទីតាំងនេះដែលលួចបង្កប់សេវាកម្មផ្លូវភេទបាទហើយយើងអត់ទាន់ដឹងច្បាស់ទេបងប្អូនបាទជុំវិញរឿងនេះយើងនឹងធ្វើការអាប់ដេតបន្ថែមទៀតបាទឥឡូវយើងកំពុងតែនៅទីតាំងនៃកន្លែងកាត់ហេតុនៅឡើយទេហើយដោយមានការភ្ញាក់ផ្អើលពីបងប្អូនជាពលរដ្ឋខ្លាំងមែនទែនដែលធ្វើដំណើរនៅតាមបណ្ដោយផ្លូវ110នេះក៏ដូចជាបងប្អូនដែលគាត់រស់នៅម្ដុំនេះផងដែរប្រិមិត្តហើយយ៉ាងណាមិញយើងកំពុងតែឃើញសមត្ថកិច្ចគាត់កំពុងតែធ្វើការនៅខាងក្នុងបាទកំប៉ុងថ្ងៃទី22ខែអូនៅយើងឃើញថាបាននារីជាច្រើនដែរបងប្អូនយើងប៉ុន្តែយើងអត់អាចនៅចិត្តក៏ដូចជាបង្ហាញមុខរបស់ពួកគាត់បានទេបងប្អូនបាទសូមអធិស្ឋានផងដែរទោះជាគាត់រស់ស៊ីបែបមិនក៏ដោយក៏គាត់មានកិត្តិយសរបស់គាត់ដែរយើងធ្វើការផ្សាយគឺផ្សាយតែពីចម្ងាយទេដែលយើងមិនអាចចូលទៅថតមុខមាត់គាត់ឲ្យបងប្អូនយើងបានឃើញទេអធិស្ឋានផងដែរហើយទីតាំងដែលសមត្ថកិច្ចកំពុងតែចុះប្រក្រាបនេះផងដែរគឺនៅតាមបណ្ដោយផ្លូវ110បងប្អូនយើងនៅកែងនឹងផ្លូវលេខ5មែនផ្លូវជាតិលេខ5ណាបងប្អូនផ្លូវលេខ5ក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញនេះផងដែរហើយយើងឃើញថាសមត្ថកិច្ចគាត់ឡោមព័ទ្ធនៅទីតាំងនេះគឺទាំងមុខទាំងក្រោយដែលមិនឲ្យអ្នកដែលពាក់ព័ន្ធហ្នឹងគឺចេញបានឬក៏ចូលបានទេហើយក៏ដូចអ្នកដែលគ្មានភារកិច្ចអីគឺសមត្ថកិច្ចគាត់ឲ្យអត់ឲ្យចេញចូលនៅទីតាំងកន្លែងនេះដែរណានៅលើសមត្ថកិច្ចគាត់កំពុងតែសួរនាំបងប្អូននោះដោយសារតែឃើញគាត់មកពីខាងក្នុងអញ្ចឹងណាខៃឡូគាត់មានពាក់ព័ន្ធនៅនឹងហាងនឹងអីអញ្ចឹងទៅបងប្អូនយើងបាទបងប្អូនប្រិយមិត្តយើងអានេះគ្រាន់តែជាព័ត៌មានបឋមទេហើយសម្រាប់ព័ត៌មានបន្ថែមច្បាស់ការយ៉ាងណាទៀតខ្ញុំនឹងធ្វើការបាទអាប់ដេតជូនបងប្អូនប្រិយមិត្តបន្ថែមទៀតជុំវិញនឹងបាទពាក់ព័ន្ធនឹងរឿងបាទដែលសមត្ថកិច្ចគាត់កំពុងតែធ្វើការបង្ក្រាបនេះដោយសារតែយើងបាទសមត្ថកិច្ចគាត់កំពុងតែធ្វើការអញ្ចឹងយើងអត់បានតព័ត៌មានច្បាស់ការសម្រាប់រៀបជំរាបជូនទៅបងប្អូនយើងទេអានេះគ្រាន់តែជាព័ត៌មានបឋមបាទដែលយើងធ្វើការផ្សាយមួយជំហានសិនហើយខុសត្រូវយ៉ាងណាអីក៏សូមខន្តីអភ័យទោសពីសំណាក់បងប្អូនប្រិយមិត្តទូរទស្សនិកជនផងដែរ
បាទដោយសារតែជាព័ត៌មានបាក់ថំទេសម្រាប់ព័ត៌មានច្បាស់ការយើងនឹងធ្វើការអាប់ដេតនៅពេលដែលសមត្ថកិច្ចបង្ក្រាបរួចរាល់បងប្អូនបាទអរគុណបងប្អូនយើង